វិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិជាងនេះទៅទៀតប្រទេសជិត200ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័តនិងទទួលស្គាល់វិសាខបូជាបុណ្យអន្តរជាតិកាលពីឆ្នាំ1999ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន3ដែលទាក់ទងទៅនឹងព្រះសម្មាសម្ពុទ្ធព្រឹត្តិការណ៍ទាំងនោះគឺការប្រសូតការត្រាស់ដឹងនិងការចូលនិព្វានព្រះពុទ្ធមានព្រះនាមដើមថាសិទ្ធត្ថដែលជាព្រះរាជបុត្រារបស់ព្រះនាងសិរិមហាមាយានិងព្រះបាទសុទ្ធនៈព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនទៀតដូចជាព្រះសម្មាសម្ពុទ្ធព្រះសមណគោតមព្រះចិនស្រីព្រះសក្យមុនីព្រះបរមគ្រូព្រះសាស្តាជាដើមព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុពេញបរមីខែវិសាខមុនគ្រិស្តសករាជចំនួន623ឆ្នាំនៅពេលដែលមានប្រជជន29ព្រះវស្សាព្រះសិទ្ធត្ថបានយាងទៅសាងភ្នំក្រោយពីខ្លាចជាអ្នកបួសអស់រយៈពេល6ឆ្នាំព្រះអង្គក៏ត្រាស់ដឹងខ្លាចខ្លួនជាព្រះពុទ្ធនៅថ្ងៃពុទ្ធពេញបរមីខែវិសាខនាវេលាទៀបភ្លឺព្រះបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារពេញបរមីខែវិសាខនៅពេលព្រះអង្គមានប្រជជន80ព្រះវស្សារហូតមកដល់ពេលនេះព្រះសក្យមុនីបានរលត់សង្ខារអស់រយៈពេល2561ឆ្នាំហើយយើងសង្កេតឃើញថាព្រះសាស្តាទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វានក្នុងថ្ងៃ15កើតពេញបរមីខែវិសាខដូចគ្នាគឺខុសតែឆ្នាំប៉ុណ្ណោះដូច្នេះបុណ្យវិសាខបូជាគឺតំណាងឲ្យថ្ងៃទាំង3នេះឯង